មកបងថ្ងៃនេះសូមបង្ហាញបងពីរបៀបមើលកែគ្រីតិចចាហើយខ្ញុំមកដឹងថាវីដេអូនេះដាក់ផុសទៅ TikTok ចាប់ទៀតក៏ខ្ញុំមកដឹងធ្វើមិនដែរចាបង comment គាត់ថាម៉េចនឹងកែគ្រីស្លឹកមែនបងអើយសម្រាប់កែគ្រីស្លឹកនេះចាប់ពីឆ្នាំ2018រហូតដល់021គឺកែគ្រីតុនបែបនេះហ่าបងអញ្ចឹងខ្ញុំអាចប្រចាំង7ជូនបងចានេះកែគ្រីស៊ីនយើងប្រចាំង7មកវាឃើញនេះផ្លេករបៀបអញ្ចឹងហ่าបងផ្លែតមកអញ្ចឹងហើយបើកែគ្រីចាប់ពី016 17ចាគឺបែបនេះរូបរាងវាបែបនេះមើលប៉ុណ្ណឹងទៅហើយខ្ញុំអាច detail បង្ហាញជូនបងបានចាប្រចាំង7មកគឺឃើញសញ្ញាផុសអញ្ចេះហ่าបងចាហ្នឹងបញ្ជាក់ថាស៊ីនតែបើបាញ់ប្រចាំងមកអត់ឃើញអាហ្នឹងកែគ្រីខ្លាញ់ខ្លាយចាហើយបើសេរីចាប់ពីឆ្នាំ2022ឡើងទៅកែគ្រីគឺបែបនេះចា22 23 24 25 26គឺកែគ្រីបែបហ្នឹងចាហើយយើងអាចប្រចាំង7មើលបានដូចគ្នាប្រចាំង7មកបងឃើញនេះមួយហើយនៅកន្លែងនេះមួយចាហើយសេរីថ្មីគឺគេមាន QR code បែបហ្នឹងហ่าបងចានេះ QR code គេឈ្មោះអីចឹងទៅហើយមួយវិញទៀតសេរីថ្មីនេះគឺមានបងពិបាកខ្លាំងមែនតើដោយសារជួបកាត់គ្រីខ្លាំងខ្លាយច្រើនអញ្ចឹងពេលខ្លះបងអាចឆែកតនន័យនៅក្នុងបញ្ជីគេមកបងចាឆែកអស់តែ10រៀលបងដឹងថាប្រភពមកពីណាអីពីណាគឺអត់ជាបញ្ហាហើយមួយវិញទៀតទិញម៉ូតូមកទឹកពិបាកចិត្តខ្លាចថាប៉ះម៉ូតូកែគ្រី1កែគ្រី2កែគ្រី3អត់មានឯកសារត្រឹមត្រូវខ្លាចឈ្មោះធនាគារឈ្មោះអីពិបាកចិត្តត្រូវហ៎បងមកហាងហែងមកចាសម្រាប់ម៉ូតូមកទឹកវិញគឺខ្ញុំមានច្រើនហើយសំខាន់ណាមានប្រភពច្បាស់លាស់មានឯកសារត្រឹមត្រូវហើយបើសិនជាបងមានឆ្ងល់អីបន្ថែមអាច comment មកខ្ញុំបានឬក៏ចាំជួយ copy link និង share វីដេអូមកណាចាដើម្បីឲ្យបងផ្សេងដែលគាត់មានតម្រូវការចង់បានជាមួយនឹងម៉ូតូមកទឹកប៉ុន្តែបារម្ភភ័យខ្លាចលោម៉ូតូអត់ឯកសារត្រឹមត្រូវអីហ្នឹងបងមកហាងហែងមកណាចាផ្ដល់ជូននៅទំនុកចិត្តនិងគុណភាពណាបងចាអរគុណ